ទឹកដោះម្ដាយនិងម្សៅទឹកដោះគោតើមួយណាល្អជាងតោះយើងមកស្វែងយល់ទាំងអស់គ្នាជាដំបូងយើងមកដឹងពីសារៈប្រយោជន៍រវាងទឹកដោះម្ដាយនិងម្សៅទឹកដោះគោសិនតើវាមានសារៈប្រយោជន៍ខុសគ្នាមិនហើយតាមរូបភាពខាងលើនេះគឺខ្ញុំយកចេញមកពីក្រុមហ៊ុន Attitude Man ដែលគាត់បានដកស្រង់ចេញពីឯកសារពី UNICEF ហើយតាមខ្ញុំមើលឯកសារកន្លងមកគឺវាទៅតាមនឹងមែនដោយទឹកដោះម្ដាយរបស់យើងហ្នឹងមានសារៈប្រយោជន៍ទៅដល់4សារៈប្រយោជន៍ហើយម្សៅទឹកដោះគោមានសារៈប្រយោជន៍ត្រឹមតែ7សារៈប្រយោជន៍ទេទឹកដោះម្ដាយមានសារៈប្រយោជន៍ដូចជាផ្ដល់នៅអង្គទីកអរម៉ូនប្រព័ន្ធភាពស៊ាំប្រឆាំងនឹងអាឡែហ្ស៊ីមានសារធាតុប្រឆាំងនឹងប៉ារ៉ាស៊ីតការលូតលាស់អង់ស៊ីមសារធាតុដែកផ្សេងៗមានវីតាមីនខ្លាញ់ DHA ARA កាបូនីដ្រាតប្រូតេអ៊ីននិងទឹកហើយចំណែកម្សៅទឹកដោះគោវិញមានត្រឹមតែសារធាតុដែកផ្សេងៗវីតាមីនខ្លាញ់ DHA ARA កាបូនីដ្រាតប្រូតេអ៊ីននិងទឹកទេដូច្នេះហើយនៅពេលដែលម៉ាក់ឃើញសារប្រយោជន៍រវាងទឹកដោះម្ដាយនិងម្សៅទឹកដោះគោអ្នកម៉ាក់ក្រោយសម្រាអាចសម្រេចចិត្តបានថាតើអ្នកម៉ាក់គួរតែបំបៅកូនដោយទឹកដោះឬមួយក៏បំបៅកូនដោយម្សៅទឹកដោះគោ